តោះថ្ងៃនេះគឺយើងយកជាមួយនឹង Yeti Fruit ទៅ trade ជាមួយនឹងគេហ្នឹងគឺលេងនៅលើ keyboard ពិបាកខ្លាំងមែនទេគ្នាដោយសារតែលេង live phone គឺវាអត់អាចសេរីកាត់ទេគឺដូចលេងម្រាមដៃមួយអញ្ចឹងគឺថាពិបាកខ្លាំងមែនតោះហើយយើងចុចសិនទៅទិញយើងមានវាយើងចេះតែទ្រាំលេងតែហ្នឹងឯងតែលើជាដំបងយើងធ្វើការមកអង្គុយចាំកន្លែង trade មកនោះតិចទៀតគេមានចូលលុះតែចំណេញតែខ្ញុំ trade គ្នាគឺខាតអត់ trade ទេគឺតតែចំណេញហ្នឹងឯងហើយចង់បញ្ចប់ខ្ញុំនឹងប្រាប់ថាខ្ញុំមាន fruit អីខ្លះបើសិនជាអ្នកទាំងអស់គ្នាចង់ដូរគឺអាច comment នៅខាងក្រោមវីដេអូបានលើគឺបែបនេះឲ្យ dodge ហើយនឹង venom ឥឡូវយើងចាំមើលឲ្យ quake សង្ស័យចឹងខ្ញុំអត់ដូរទេគ្នាគឺខាតខ្លាំងមែនតើចឹងយើងធ្វើការលុតចាញ់មកធ្វើឲ្យចូលម្ដងទៀតមកហើយអង្គុយចាំសិនបើអត់មានអ្នក trade ទេយើងធ្វើការដូរ server ទៅហ្នឹងហើយយោហើយអង្គុយចាំហៀងយូរដែរប្រហែលជា2ទៅ3នាទីហ្នឹងហើយអត់មានអ្នកមក trade ទេឥឡូវយើងធ្វើការដូរ server ទៅយក server នេះទៅឃើញ player មាន10នាក់ដែរអូខេឥឡូវយើងបានដូរ server អីគឺ server នេះគឺឃើញមានគេ trade ច្រើនខ្លាំងតែឥឡូវខ្ញុំមកសេរី graphics សិនឲ្យវាកាន់តែ smooth កុំឲ្យទូរស័ព្ទខ្ញុំគាំងខ្លាំងតែហ្នឹងហើយយើងបើកអានេះមកដើម្បីទូរស័ព្ទយើងកាន់តែ smooth អីចឹងណាតែឥឡូវយើងធ្វើការចាំគេចោះសិនមកចាំយើងទៅ trade ចូលទៅ trade អីចឹងដោយសារតែខ្ញុំអត់សូវចេះ trade ទេគឺឃើញកន្លែងណាតំណងខ្ញុំ trade ហើយគឺឲ្យតែចំណេញហ្នឹងឯងគឺអត់ចូលចិត្តបែបខាត់ខានទេហើយយើងធ្វើការអង្គុយបាន trade ជាមួយប៉ែនេះមួយធ្វើការយកអូប៉ែនេះឲ្យជាមួយនឹង Venom ហើយយើងធ្វើការដាក់ fruit ទៅដាក់ជាមួយនឹង Yeti របស់យើងហើយបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូ trade fruit ឬក៏ raw ធ្វើវីដេអូពីរបៀប raw fruit ឲ្យច្រើនអញ្ចឹងណាចឹងខ្ញុំធ្វើឲ្យបានច្រើនហើយអ្នកទាំងអស់គ្នាមើលកុំភ្លេចជួយ subscribe ម្នាក់មួយផងដើម្បីឲ្យកម្លាំងចិត្តខ្ញុំតែលើប៉ែនេះឲ្យ Venom ឡើយយើងសេឆាសិនដាក់ add គឺ Yeti ដោយ Venom អត់កើតទេហ្នឹងហើយលេងសេ add បន្ថែមទៀតមកគឺគាត់ដូរឬមួយក៏អត់បាទគាត់ add fruit ទៀតខ្ញុំអាចនឹងដូរដោយសារ Venom គឺជាតិ rework ហើយក៏ប៉ុន្តែតម្លៃវាគឺនៅតែថោកទៅដែរទេអូខេមានតែឥឡូវយើងធ្វើការអង្គុយចាំមកស្ទុះទៀតទៅសង្ឃឹមថាមានមានអ្នកមក trade ហ្នឹងបន្ទាប់ពីអង្គុយចាំរៀងយូរដែរហ្នឹងឯងគឺមាន player ម្នាក់បានមកអង្គុយ trade មកខ្ញុំហើយប្រហែលជាលេង hack មើលគ្នាលឿនខ្លាំងមែនតើហើយគាត់បានអង្គុយ trade យើងគុំនៅយូរយើងធ្វើការ add ជាមួយនឹង Yeti របស់យើងទៅតែគាត់ add ជាមួយនឹង fruit អីអូខេគាត់ add ជាមួយនឹង Venom ហើយជាមួយ add ស្អីទៀតអូគាត់ add Venom Pain ហើយនឹង Gravity ហើយមកអីទៀតអូហើយជាប៉ុណ្ណឹងឯងចឹងខ្ញុំមកដោទេមកទៅគឺអត់មានកន្លែងណាចំណេញតែម្ដងគឺថាខាតយើងអង្គុយចាំតិចមើលទៅខ្លាយគាត់ add ជាមួយនឹង fruit medical បន្ថែមទៀតដូចជាកាសអីអូខេខ្ញុំក៏សម្រាប់ចិត្តលោតចេញទៅសារគឺអត់ចំណេញផងឥឡូវមាន player ម្នាក់ទៀតមក trade គឺអាប៉ែហ្នឹងគឺអាប៉ែពេលnămកាមកណាគឺឥឡូវយើងខ្លាចគាត់មាន fruit ផ្សេងមក trade មកយើងអញ្ចឹងណាឥឡូវយើងដាក់ជាមួយនឹង Yeti យើងទៅឥឡូវគឺគាត់ add ជាមួយនឹង skin mon ហើយនឹង Venom អញ្ចឹងខ្ញុំអត់ដល់ទេតែខ្ញុំមក accept លេងអញ្ចឹងទៅហើយគាត់ add pen មួយទៀតគឺ fruit កាខ្លាំងមែនតើឥឡូវគឺយើងធ្វើការ accept មួយទៅគឺ prank គាត់ហ្នឹងហើយឥឡូវគឺយើងអត់ដល់ទេធ្វើការ load ចេញទៅសារ fruit គាត់គឺឲ្យយើង stir ខ្លាំងមែនតើហើយយើងអង្គុយចាំទៀតទៅសង្ឃឹមថាថ្ងៃហ្នឹងយើងនឹងបាន fruit ល្អហើយយើងធ្វើការអង្គុយមកមាន player ម្នាក់ទៀតមកអង្គុយ trap មួយខ្ញុំអញ្ចឹងខ្ញុំក៏បាន add ជាមួយនឹង Yeti
ទៅឲ្យគាត់ចំណុចគាត់ដាក់ជាមួយនឹង gravity ហើយជាមួយ skin mon ទៀតអើយខ្ញុំស្អប់ skin នឹងខ្លាំងតែនគ្នាអត់ចូលចិត្តទេលើគេ S10 ហើយយើងធ្វើការចុច S10 ទៅដើម្បីដោគ្នាអញ្ចឹងណាគឺដោប្រេងទេហ្នឹងឯងលេខយើងចាំដល់5ឬ3វិនាទីទេ3វិនាទីលោតអូខេឥឡូវគឺវីដេអូនឹងមានតែប៉ុណ្្នឹងទេគ្នាចង់ឃើញ fruit ខ្ញុំគឺ fruit ខ្ញុំកាត់ដែរតែគឺតិចខ្លាំងតែនគឺមានតែ4 5ទេហ្នឹងហើយចឹងកុំភ្លេចជួយ subscribe អ្នកមួយផងចឹងវីដេអូ fruit នេះក៏អាចខ្លាយជារបស់អ្នកទាំងអស់គ្នាបានដែរបើសិនជាអ្នកទាំងអស់គ្នាឲ្យរបស់ trade រៀងអេមដែរចឹងណាឥឡូវគឺនេះគឺជាយ៉ាទីគឺអត់មានណាទទួលបានយ៉ាទីទេគឺអត់ដឹងកាត់អីដែរគ្នាយើងគឺធ្វើស៊ីខ្លាំងតែនគឺឲ្យ fruit កាក់ពេកនេះមានតែប៉ុណ្្នឹងទេបាយបាយ